ពន្ធគយរបស់លោក Donald Trump គឺជាគ្រោះមហន្តរាយដល់ប្រជាជនសហរដ្ឋអាមេរិកដែលត្រូវបានប្រទេសកាណាដាតម្លើងថ្លៃអគ្គិសនីរហូតដល់ទៅ 25% ទៅលើរដ្ឋចំនួន 3 ដែលនៅជាប់នឹងប្រទេសកាណាដានៅក្នុងខណៈពេលដែលប្រទេសទាំងពីរមានការតានតឹងទៅលើសង្គ្រាមពាណិជ្ជកម្មគឺដោយសារលោក Donald Trump បានដាក់ពន្ធគយឬក៏គម្រាមដាក់ពន្ធគយទៅលើប្រទេសកាណាដារហូតដល់ទៅ 25% ឥឡូវនេះប្រទេសកាណាដាធ្វើការសងសឹកដាក់ពន្ធគយទៅលើថ្លៃភ្លើងអគ្គិសនីដែលនាំចូលមកសហរដ្ឋអាមេរិក 25% វិញបាទនេះគឺជាបញ្ហាដែលធ្វើឲ្យប្រជាជនរស់នៅរដ្ឋចំនួន 3 ដែលជាប់នឹងប្រទេសកាណាដាហើយទទួលភ្លើងពីប្រទេសកាណាដានឹងគឺទៅរងទណ្ឌកម្មអំពីប្រទេសកាណាដាដែលតម្លៃភ្លើងឡើងរហូតដល់ទៅ 25% បាទសួស្តីបងប្អូនអរគ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី Ivy Star នាយករដ្ឋមន្ត្រី Ontario ដែលជាមេដឹកនាំនៃខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសកាណាដាបានប្រកាសចូលជាធរមាននៅថ្ងៃច័ន្ទនេះថាខេត្តរបស់លោកកំពុងតែគិតប្រាក់ដល់ប្រជាជនអាមេរិក1.5 លាននាក់ 25% សម្រាប់អគ្គិសនីបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump Ontario បានផ្ដល់អគ្គិសនីដល់រដ្ឋ Minnesota, New York និង Michigan នាយករដ្ឋមន្ត្រី Ontario Doug Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពន្ធរបស់ប្រធានាធិបតី Donald Trump គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពួកគេកំពុងតែធ្វើឲ្យជីវិតកាន់តែថ្លៃសម្រាប់គ្រួសារនិងអាជីវកម្មរបស់សហរដ្ឋអាមេរិកលុះត្រាតែការគំរាមកំហែងពន្ធគយនឹងបាត់ទៅវិញនៅក្នុងសេចក្តីល្អដរាបនោះ Ontario នឹងមិនរាថយនោះទេយើងនឹងឈរជើងឲ្យបានរឹងមាំយើងនឹងប្រើប្រាស់គ្រប់វិធីឬក៏មធ្យោបាយយ៉ាងណាក៏ដោយហើយយើងធ្វើអ្វីគ្រប់យ៉ាងដែលវាត្រូវការដើម្បីការពារ Ontario ក្រុមហ៊ុន Ford បានពន្យល់ថាពន្ធរបស់ Ontario នឹងនៅដដែលបើទោះបីជាលោក Donald Trump មានការបន្ធូរបន្ថយរយៈពេល1ខែក៏ដោយកត់សម្គាល់ថាការផ្អាក1ខែមានន័យថាគ្មានអ្វីក្រៅពីភាពមិនពិតប្រាកដរបស់លោក Donald Trump នោះទេការិយាល័យរបស់ក្រុមហ៊ុន Ford បាននិយាយថាច្បាប់ទីផ្សារថ្មីតម្រូវឲ្យម៉ាស៊ីនភ្លើងណាមួយដែលលក់អគ្គិសនីទៅឲ្យសហរដ្ឋអាមេរិកត្រូវតែបន្ថែមពន្ធ 25% រដ្ឋបាលរបស់ Ontario រំពឹងថាខ្លួននឹងបង្កើតប្រាក់ចំណូលពី$30,000កាណាដាគឺស្មើនឹង$208,000អាមេរិកទៅ$40,000កាណាដាគឺស្មើនឹង$277,000អាមេរិកក្នុងមួយថ្ងៃដែលនឹងត្រូវបានប្រើដើម្បីគាំទ្រដល់កម្មករ Ontario គ្រួសារ Ontario និងអាជីវកម្មដល់ខេត្ត Ontario នោះផងដែរការបន្ថែមថ្មីនេះគឺជាការបន្ថែមទៅលើពន្ធសងសឹកចំនួន$30,000 លានអាមេរិកដំបូងរបស់រដ្ឋាភិបាលសហព័ន្ធកាណាដាគឺស្មើនឹង$21,000 លានលើទំនិញដូចជាទឹកក្រូចរបស់អាមេរិក bơ ឬក៏សណ្តែកដីកាហ្វេគ្រឿងប្រើប្រាស់មានដូចជាស្បែកជើងផងដែរគ្រឿងសម្អាងម៉ូតូនិងផលិតផលក្រដាសនិងក្រដាសមួយចំនួនផ្សេងទៀតកាលពីសប្តាហ៍មុនលោក Donald Trump បានចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មថ្មីមួយដោយការដាក់ពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំបំផុតទាំង3របស់ទីក្រុង Washington នេះបានទាក់ទាញការសងសឹកភ្លាមៗពីប្រទេសមិចស៊ិកប្រទេសកាណាដានិងប្រទេសចិនដោយបាននាំឲ្យទីផ្សារហិរញ្ញវត្ថុចូលទៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងហើយធ្វើឲ្យទីផ្សារនោះគឺដាំក្បាលចុះនឹងតែម្ដងក្រោយមកលោក Donald Trump បាននិយាយថាលោកបានបញ្ជាពន្ធ 25% លើទំនិញជាច្រើនពីប្រទេសកាណាដានិងប្រទេសមិចស៊ិកសម្រាប់រយៈពេល1ខែចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមពាណិជ្ជកម្មកាន់តែរាលដាលធំឡើងនោះបាទដូចដែលបងប្អូនបានស្ដាប់ហើយនៅក្នុងសារព័ត៌មាននេះគឺលើកឡើងអំពីពន្ធគយបាទពន្ធគយដែលលោក Donald Trump គឺបានព្រមានដាក់ពន្ធគយទៅលើប្រទេសទាំងអស់បាទមិនថាប្រទេសណានោះទេសូម្បីតែប្រទេសកាណាដាដែលជាសម្ព័ន្ធមិត្តរាប់រយឆ្នាំមកហើយដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនឹងគឺផ្នែកខាងពាណិជ្ជកម្មនឹងបានថា
អាមេរិកនឹងក៏មានការពឹងពាក់មកថាអាមេរិកហើយនិងកាណាដានឹងគឺមានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នានឹងយ៉ាងខ្លាំងយ៉ាងសម្បើមនៅផងដែរហើយគឺជាប្រទេសដែលជិតស្និទ្ធជាងគេបំផុតរបស់សហរដ្ឋអាមេរិកហើយនិងរបស់ប្រទេសកាណាដានោះប្រទេសកាណាដានឹងគឺបាននាំចូលទំនិញបានថាទំនិញជាច្រើនមុខបានចូលមកសហរដ្ឋអាមេរិកនឹងគឺច្រើនមែនទែនបាទក្នុងមួយឆ្នាំហើយសហរដ្ឋអាមេរិកនឹងក៏បាននាំចូលនៅទំនិញផ្សេងៗគឺអញ្ចឹងប្រទេសទាំងពីរនេះគឺជាសម្ព័ន្ធមិត្តផ្នែកពាណិជ្ជកម្មនឹងដ៏ធំហើយរឹងមាំជាងគេផងដែរប៉ុន្តែលោក Donald Trump ហាក់ដូចជាមានអំនួតនឹងខ្លាំងពេកដោយការព្រមានឬក៏គម្រាមយកពន្ធគយរាល់ទំនិញរបស់កាណាដានឹងចូលមកសហរដ្ឋអាមេរិករហូតដល់ទៅ 25% គាត់ក៏រំពឹងថាប្រទេសកាណាដានឹងគឺនឹងធ្វើការអោនលំទោនឬក៏ព្រមចោះចាញ់លោក Donald Trump ប៉ុន្តែប្រទេសកាណាដាគឺមានចំហររឹងមាំហាក់ដូចជាធ្វើឲ្យប្រទេសកាណាដានឹងភ្ញាក់ព្រឺតតែម្ដងហើយចាប់ផ្ដើមស្វែងរកដៃគូពាណិជ្ជកម្មផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិកមិនត្រឹមតែប៉ុណ្ណោះទេរាល់ទំនិញទាំងអស់យកចូលទៅសហរដ្ឋអាមេរិកឬក៏យកចូលពីអាមេរិកចូលមកកាណាដានឹងគឺកាណាដាដាក់ពន្ធដូចគ្នានៅវិញដែរគឺធ្វើពន្ធសងសឹកមានន័យថាធ្វើការសងសឹកទៅលើប្រទេសអាមេរិកនឹងផងដែររាល់ទំនិញដែលចូលទៅកាណាដានឹងគឺយកពន្ធដូចគ្នាជាពិសេសទៅគឺប្រទេសកាណាដាគឺនៅរដ្ឋ Ontario ដែលនៅជាប់នឹងរដ្ឋចំនួន3របស់សហរដ្ឋអាមេរិកគឺមានដូចជា Minnesota, New York ហើយនិង Michigan រដ្ឋទាំង3នេះដែលមានប្រជាជនរស់នៅក្នុងរដ្ឋទាំង3នេះគឺចំនួន1.5 លាននាក់បាទគឺត្រូវតម្លើងពន្ធទៅលើភ្លើងដែលនាំចូលពីប្រទេសកាណាដាចូលមកសហរដ្ឋអាមេរិកនឹងគឺតម្លើងពន្ធ 25% បាទគឺច្រើនណាស់បងប្អូន 25% នឹងគឺច្រើនហើយម្យ៉ាងវិញទៀតនឹងប្រទេសកាណាដាក៏បានដាក់ពន្ធទៅលើឡានអគ្គិសនីរបស់សហរដ្ឋអាមេរិកនឹងផងដែរឡាន Tesla នោះប្រទេសកាណាដាគឺគម្រោងឬក៏បានដាក់ពន្ធទៅលើឡាន Tesla ដែលនាំចូលពីអាមេរិកយកទៅកាណាដានឹងរហូតដល់ទៅ 100% នោះផងដែរដូច្នេះហើយបានជាធ្វើឲ្យក្រុមហ៊ុនរបស់ Elon Musk គឺក្រុមហ៊ុន Tesla នឹង stock នឹងគឺដាំក្បាលចុះនឹងតែម្ដងគឺចាប់តាំងពី400ជាង400ជាង300ជាងឥឡូវនឹងគឺចុះមករហូតដល់ត្រឹមតែ$200ជាងប៉ុណ្ណោះក្នុងមួយ share ក្នុងមួយភាគហ៊ុននោះអញ្ចឹងគឺគ្រប់ទីកន្លែងទាំងអស់ដែលលោក Donald Trump គម្រោងព្រមានដែលថាព្រមានដាក់ពន្ធទៅលើប្រទេសគេនោះគឺប្រទេសរបស់គេនឹងពន្ធសងសឹកមកវិញដូច្នេះហើយធ្វើឲ្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកឥឡូវនេះគឺមិនឡើងទេគឺចុះក្រោមវិញហើយបាទធ្វើឲ្យប្រជាជននៅសហរដ្ឋអាមេរិកនេះគឺរងទទួលនៅគ្រោះមហន្តរាយនេះមិនមែនត្រឹមតែអ្នកមិនបោះឆ្នោតឲ្យលោក Donald Trump ទេសូម្បីតែអ្នកបោះឆ្នោតឲ្យលោក Donald Trump ក៏ដោយដែរក៏រងនៅគ្រោះមហន្តរាយនេះផងដែរគឺរងនៅទណ្ឌកម្មអំពីសង្គ្រាមពាណិជ្ជកម្មនេះផងដែរបាទសពថ្ងៃនេះគឺមានតម្លៃអ្វីៗហ្នឹងគឺឡើងថ្លៃមិនមែនដូចដែលគាត់បានសន្យាប្រជាជនសហរដ្ឋអាមេរិកនៅពេលអំឡុងយុទ្ធនាការបោះឆ្នោតនោះទេដែលថាគាត់នឹងធ្វើឲ្យតម្លៃទំនិញទាំងអស់ហ្នឹងគឺចុះថោកហើយតម្លៃផ្ទះតម្លៃ grocery តម្លៃម្ហូបអាហារតម្លៃម្ហូបអាហារតម្លៃប្រេងតម្លៃអគ្គិសនីនឹងចុះថោកអីហ្នឹងឥឡូវនេះគឺមិនទាន់បានដូចអ្វីដែលគាត់បានសន្យានោះទេផ្ទុយទៅវិញគឺអីវ៉ាន់ហ្នឹងគឺឡើងថ្លៃបាទជាពិសេសទៅគឺអ្នកដែលរស់នៅឬអ្នកដែលយកអគ្គិសនីពីប្រទេសកាណាដាមកប្រើប្រាស់នោះគឺដូចជារដ្ឋទាំង3ដែលបានលើកឡើងពីដើមហ្នឹងគឺកំពុងតែរងទទួលនៅទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះហើយបើសិនជាបងប្អូនយល់ឃើញនៅក្នុងចំណុចនេះនៅក្នុងបញ្ហាសេដ្ឋកិច្ចរវាងប្រទេសកាណាដាជាមួយនឹងសហរដ្ឋអាមេរិកឬក៏ប្រទេសមេក្សិកឬក៏ខាងប្រទេសចិនឬក៏ខាងផ្នែកអឺរ៉ុបនោះបើសិនជាបងប្អូនមានយោបល់ឬក៏គំនិតយ៉ាងណាផ្ទាល់ខ្លួននោះបាទកុំភ្លេចសរសេរ comment នៅខាងក្រោមដើម្បីបញ្ចេញនៅអ្វីដែលបងប្អូនបានយល់បានដឹងហើយចែករំលែកទាំងអស់គ្នាដើម្បីជាការយល់ដឹងទាំងអស់គ្នាហើយជាចុងក្រោយសូមជូនពរបងប្អូនឲ្យមានសុខភាពល្អ